អង្គព្រះទ្រង់ញៀនមានដែរជាងសំដែងប្រាប់ព្រះអានន្ទថារទេះដែលចាំងបទៅណាទៅបានដោយសារអមឫសីតថាគតចាំងក្រមគ្រាហើយមនាលអានន្ទអើយមានមុំអីដូចរទេះចាំងអមឫសីវោសាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយផាត់តាហាថ្ងៃត្រង់ហើយមាមិនកន្តើយគាល់សាស្តាឆ្នាំសាញ់ខែមាឃថ្ងៃអាទិត្យពេញបរមីពិតថ្ងៃនោះណាព្រះអង្គទ្រង់ដាំងអាយុសង្ខាចំពោះមុខមាគ្រានោះឯងនៅនីបាវ៉ាឡាចាតដីក្បែរវេសាល័យក្រៅកំផែងក៏ក្រើកធរណីគ្រប់កន្លែងផ្គរលន់ខ្វាន់ខ្វែងខ្ទរអាកាសក្រោយមកភីខោជួបជុំគ្នាអង្គព្រះភគវីទ្រង់បានត្រាំងសំដែងគាថាអង្គចាណាំងរំលឹកយ៉ាងច្បាស់ត្រាំងអវាទទ្រង់បានត្រាស់ថាសង្ខារទាំងឡាយតែងតែអន្តរាយវិនាងខូចខាតចូលអ្នកទាំងឡាយកុំបីប្រមាទប្រឹងប្រែងសង្វាតឲ្យសម្រេចការភាជដែលស្មូនឆ្នាំងដំដុតដោយដីតូចក្តីធំក្តីឆៅឆ្អិនយ៉ាងណាចុងក្រោយរមែងតែមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណា